សួស្តីអ្នកនរគ្នានេះគឺជា tool សម្រាប់ឲ្យយើងលុប watermark របស់ Gemini á អានេះវាត្រូវសម្រាប់គ្នាយើងដែលធ្វើវីដេអូ AI ដែលយើង generate ចេញពី Gemini ចេញពី Google Flow អីវាតែងតែជាប់ logo watermark នេះអញ្ចឹងtool នេះវាមានតួនាទីក្នុងការលុប watermark ហ្នឹងនេះអ្នកគ្នាមើលបាននេះអានេះវីដេអូដើមអានេះវីដេអូរបស់យើងដែលលុប watermark ហើយអញ្ចឹងអ្នកគ្នាមើលបាននេះគឺវាលុបស្អាតដាច់ 100% ហ្មងអូខេនេះចឹងសម្រាប់ tool នេះខ្ញុំអត់មានលក់ទេខ្ញុំនឹង free ជូនសម្រាប់សិស្សដែលគាត់ចុះឈ្មោះចូលរៀនធ្វើជំនាញ AI ជាមួយនឹងគ្នាយើងដែលចុះឈ្មោះចូលរៀនវគ្គបង្កើត tool សម្រាប់រឿងនេះខ្ញុំនឹង free ឲ្យជា source code បែបនេះហ្មងនេះអ្នកគ្នាយកទៅបបែកធ្វើឬក៏កែកុនអីខ្លួនឯងអាចបន្ថែមបានប៉ុន្តែ tool នេះយកទៅប្រើបានហ្មងនេះឬក៏អ្នកគ្នាចង់ដាក់ឈ្មោះខ្លួនឯង logo ខ្លួនឯងអីអាហ្នឹងបន្ថែមបន្ថយតាមចិត្តអ្នកគ្នាទៅអញ្ចឹងរបៀបនៃការប្រើប្រាស់ tool នេះគឺអត់ពិបាកទេគ្រាន់តែដាក់វីដេអូចូលមកនេះវីដេអូដែលមានជាប់ watermark តវីដេអូនេះចុះ open អូខេអញ្ចឹងវីដេអូនេះវាជាប់ logo នេះមើលឃើញច្បាស់កន្លែងអញ្ចឹងយើងគ្រាន់តែចុច auto export នេះមកអញ្ចឹងវាធ្វើការ remove អានឹងចោលហើយវារួមទៅ tool ឬក៏ website ដែលអាចលុបwatermark របស់ Gemini បានវាមានច្រើនប៉ុន្តែមានគ្នាយើងគាត់សុំ tool ចេញពីខ្ញុំគាត់ខ្ជិលប្រើ website របស់គេវាមានពាណិជ្ជកម្មវាមានអីអញ្ចឹងណាអូខេអញ្ចឹងវាលុបរួចរាល់អញ្ចឹងយើងអាច play មើលបាននេះអាចមើលបានគឺវាលុបដាច់ស្អាត 100% ហ្មងអត់មានជាប់អីមកញ៉ៃទេអញ្ចឹងអានេះវាត្រូវសម្រាប់គ្នាយើងដែលធ្វើវីដេអូ AI ផុស build page ផុស YouTube ផុសអីយើងកុំឲ្យវាជាប់ logo របស់ Gemini ពេលអញ្ចឹងដើម្បីប្រើប្រាស់ tool នេះងាយស្រួលទេខ្ញុំនឹងឲ្យជា source code ទៅនេះឲ្យ source code បែបហ្នឹងណាអញ្ចឹងអ្នកគ្នាគ្រាន់តែយកទៅចុច double click លើនេះ2ដងទៅខាងក្រោមហ្នឹងចុចលើវា2ដងទៅនេះអូខេអញ្ចឹងវានឹងបើកផ្ទាំងបែបនេះឲ្យនេះអូខេបន្ទាប់មកយើងតម្លាក់វីដេអូចូលមកវីដេអូយើងចង់លុប watermark នេះចុច start ទៅអាហ្នឹងមក click ហើយទេប្រើប្រាស់ស្រួលយើងអត់ពឹងwebsite របស់គេឬក៏ extension របស់គេទេខ្ញុំមានបរៀនពីរបៀបលុប Gemini លុប Google logo វាប៉ុន្តែយើងប្រើរបស់គេវាអត់សុវត្ថិភាពទេយើងមានរបស់ខ្លួនឯងហ្មងទៅវាស្រួលអញ្ចឹងអ្នកគ្នាមើលបាននេះលុបដាច់ស្អាតរៀបការនឹងគេនៅទីនេះក្នុងពេលនេះខ្ញុំគេអញ្ចឹងអ្នកគ្នាមើលបានវាលុបអត់មានសល់ស្នាមអីទេ